សួស្តីបងបងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមចេញជាវីដេអូជាការចែកម្លែកពីការ login account សម្រាប់ការប្រើប្រាស់ម៉ាស៊ីន mini VVDI នេះគឺក៏ Key2 Make Pro របស់ក្រុមហ៊ុន VVDI X ហ៎វាទាមទារឲ្យយើង login account បានអាចប្រើប្រាស់នៅកម្មវិធីរបស់វាបានអញ្ចឹង account បងបងអាចចូលនៅកន្លែង account ហ្នឹងមកតែមកហើយវាមានពាក្យ login កន្លែងនេះហើយបងបងចុចចូលអញ្ចឹងមកបើសិនជាបងបងមាន account ដូចរបស់ខ្ញុំគឺអាច login បានតែបើអត់ទាន់មានត្រូវមើលវីដេអូមួយនេះដល់ចប់វាខ្លះបងបងក៏ទិញម៉ាស៊ីនទៅយើងប្រើប្រាស់វា auto log out អញ្ចឹងឬក៏មួយទៀតគាត់បដូរទូរស័ព្ទថ្មីអញ្ចឹងយើងដើម្បី login គឺយើងត្រូវចូលមកកន្លែងlogin account ហ្នឹងនេះមានពាក្យ login ហ្នឹងហើយយើងចូលកន្លែង account នេះតែមកវាចេញរបៀបនេះយើងចូលពាក្យ key login ដល់កន្លែងនេះបើសិនជាបងបងមាន account ស្រាប់ហើយបងបងអាចចូលកន្លែងនេះបានតែបើសិនជាបងបងអត់ទាន់មាន account ឬក៏ភ្លេច account ភ្លេច password បងបងអាចចូលកន្លែង quick login នេះអញ្ចឹងកន្លែងនេះវាត្រូវការ email អញ្ចឹងយើងត្រូវបង្កើត email មួយដាក់នៅកន្លែងនេះតែពីយើងបង្កើត email បានហើយយើងនេះអាហ្នឹង email ខ្ញុំបានបង្កើតហើយអញ្ចឹងចេញវិញមកយើងចូលក្នុងនេះវិញហើយវាយ email ដែលយើងបានបង្កើតហើយហ្នឹងអញ្ចឹងតែបើសិនជាបងប្អូនបង្កើត email មិនគឺវាយដាក់ចូលកន្លែងទៅអានេះគ្រាន់តែឧទាហរណ៍ទេហើយចុច send នេះមកចុច send កន្លែងហ្នឹងអញ្ចឹងវាចេញចេះវាឲ្យយើងវាយតាមវាមក2 + 36 ស្មើប៉ុន្មានស្មើ38អញ្ចឹងយើងសេ38អញ្ចឹងមកហើយយើងចុច OKតែមកទៀតនេះវាបានផ្ញើវា load មកប្រាប់ថា QR code ផ្ញើទៅក្នុង email របស់នេះហើយអញ្ចឹងនេះវា load មកហើយនេះអញ្ចឹងយើងចូលទៅក្នុង email ហ្នឹងហើយយើងចូលមើលលេខកូដមួយមកនេះលេខកូដរបស់វា65 939 98អញ្ចឹងយើងយកមកវាយកន្លែងនេះ65 39 98វាយអញ្ចឹងមកយើងចុច loginអូខេ login success ហើយអ្នកវាប្រាប់អញ្ចឹងបានហើយប៉ុណ្ណឹងអាចប្រើបានហើយ